ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមានផ្អែមមកបង្ហាញជូនបងប្អូនថ្ងៃនេះខ្ញុំមកធ្វើផ្អែមល្ពៅអញ្ចឹងសម្រាប់គ្រឿងផ្សំវិញគឺមានតែ4មុខហ្នឹងណាបងប្អូនចាគឺមានទឹកទីដងមានល្ពៅមានគ្រាប់សាគូហើយនៅស្ករសហើយខ្ញុំថែមអំបិលបន្តិចដែរអញ្ចឹងណាដើម្បីឲ្យវាផ្អែមមុតឆ្ងាញ់អញ្ចឹងសម្រាប់ល្ពៅនេះគឺខ្ញុំទិញពីផ្សារមកបងប្អូន2000ប៉ុន្តែខ្ញុំដាក់វាអស់ហើយខ្ញុំដាក់វាប្រហែលជា1000អីទេណាគឺប៉ុណ្ណឹងវាល្មមហើយដោយសារខ្ញុំធ្វើមកកូនឆ្នាំងទូចដែរអញ្ចឹងខ្ញុំកាត់វាឲ្យនៅសសបកខ្លះៗអញ្ចឹងណាបងប្អូនចាដើម្បីឲ្យវាល្មមឆ្ងាញ់អញ្ចឹងហើយខ្ញុំកាត់វារៀងកង់តិចតួចមកល្មមអញ្ចឹងណាបងប្អូនចាដើម្បីឲ្យវាឆ្អិនបានលឿនអញ្ចឹងណាអញ្ចឹងខ្ញុំកាត់វាទៅកង់តិចតួចអញ្ចឹងណាហើយបើបងប្អូនចូលចិត្តរៀងធំបងប្អូនកាត់ធំបានតាមបងប្អូនចូលចិត្តអញ្ចឹងណាប៉ុន្តែយើងកាត់ទូចចេះទៅដើម្បីងាយស្រួលចម្អិនអញ្ចឹងណាបងប្អូនចាគឺវាឆ្អិនលឿនចាហើយខ្ញុំបន្តកាត់ល្ពៅរបស់ខ្ញុំនឹងរហូតដល់អស់អញ្ចឹងណាបងប្អូនចាខ្ញុំកាត់ធំប៉ុណ្ណឹងទៅហើយបន្តមកទៀតមកគឺខ្ញុំមកដាក់ដាំទឹកនឹងឲ្យក្តៅខ្ញុំដាក់ទឹកបន្តិចដែរណាបងប្អូនចាព្រោះដោយសារខ្ញុំត្រូវដាក់ទឹកទីដូងថែមមកអញ្ចឹងសម្រាប់ខំសាគូនេះគឺខ្ញុំដាក់វាចូលឲ្យហើយហ្មងអញ្ចឹងណាបងប្អូនចាតែបើបងប្អូនចង់ស្ងោរល្ពៅមុនក៏បានដែរតាមបងប្អូនចង់ដាក់អញ្ចឹងណាបងប្អូនចាប៉ុន្តែខ្ញុំដាក់ខំសាគូចូលហើយខ្ញុំដាក់វាបង្ងាស់វាទៅមួយផ្លែតដែរណាបងប្អូនចាព្រោះដោយសារខ្ញុំត្រូវរំងាស់ជាមួយនឹងល្ពៅនឹងដែរអញ្ចឹងណាបងប្អូនចាព្រោះល្ពៅវារៀងយូរឆ្អិនដែរអញ្ចឹងខ្ញុំដាក់គ្រាប់សាគូឲ្យវាឡើងរីកមកល្មមនឹងហើយបាទខ្ញុំដាក់ល្ពៅចូលអញ្ចឹងណាបងប្អូនអញ្ចឹងគឺខ្ញុំដាក់ល្ពៅចូលហើយអញ្ចឹងខ្ញុំត្រូវមកងាស់វាប្រហែលជា20នាទីអីបងប្អូនបានវាឆ្អិនអញ្ចឹងណាបងប្អូនចាព្រោះដោយសារខ្ញុំបើកភ្លើងវាតិចហ្មងដែរអញ្ចឹងណាបងប្អូនចាដោយសារខ្ញុំឲ្យបខំភ្លើងឯកាលណាបខំភ្លើងវាហៀប្រឡាក់អញ្ចឹងណាបងប្អូនចាអញ្ចឹងតើយើងដាក់ភ្លើងមុំទៅតប៉ុណ្ណឹងនាទីគឺវាឆ្អិនហើយអញ្ចឹងបន្ទាប់ពីខ្ញុំដាក់ល្ពៅចូលហើយខ្ញុំកូរវាឲ្យសព្វបន្តិចទៅបាទខ្ញុំដាក់ជាមួយនឹងទឹកទីដូងចូលតែម្ដងអញ្ចឹងណាបងប្អូនអញ្ចឹងនៅពេលដែលខ្ញុំដាក់ទឹកទីដូងចូលហើយខ្ញុំកូរវាម្ដងទៀតអញ្ចឹងឲ្យវាសព្វបានល្អហើយបាទខ្ញុំក្រោបគម្របទៅគឺខ្ញុំទុកវាចោលអញ្ចឹងណាបងប្អូនចាខ្ញុំដាក់ចម្អិនវាប្រហែលជា20នាទីប៉ុន្តែនំឡុងពេលចម្អិនហ្នឹងខ្ញុំអាសាមកបើកមើលដែរអញ្ចឹងណាបងប្អូនចាខ្ញុំអាសាកូរវាដែរខ្ញុំខ្លាចវាកក់បាតក្រោមហើយខ្លោចអញ្ចឹងណាចាឥឡូវបន្ទាប់ពី20នាទីនឹងក្រោយមកហ្នឹងគឺខ្ញុំបានបើកមើលទៅគឺវាចិត្តឆ្អិនណាបងប្អូនចាគឺវារៀងផុយមកល្មមដែរប៉ុន្តែខ្ញុំត្រូវការមកងាស់វាថែមបន្តិចទៀតអញ្ចឹងណាបន្ទាប់ពីខ្ញុំដាក់ស្ករសចូលអញ្ចឹងខ្ញុំដាក់ស្ករសចូលបានហើយគឺខ្ញុំដាក់ស្ករសចំនួន3វែកមកទូចល្មមដែរចឹងណាបងប្អូនចាគឺវែកនេះគឺវាអត់ធំខ្លាំងទេខ្ញុំដាក់3វែកប៉ុណ្ណឹងទៅហើយមានអំបិលបន្តិចដែរដើម្បីឲ្យផ្អែមរបស់យើងហ្នឹងគឺវាផ្អែមមុតឆ្ងាញ់ចាហើយខ្ញុំដាក់វាចូលហើយខ្ញុំកូរវាធ្វើម៉េចឲ្យវាសព្វចូលជាមួយនឹង